អាយុដំអភិសន្តិបណ្ឌិតសសុខាគូបញ្ជាក់ថាវិស័យសាសនាជាផ្នែកមួយដ៏សំខាន់ក្នុងការចូលរួមកសាងនិងអភិវឌ្ឍប្រទេសជាតិថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីឆ្លងឧបឋានសាលាសមិទ្ធផលនានានិងស្រោចស្រពសុគន្ធវារីប្រកេនព្រះគ្រូចាស់អធិការវត្តថ្នល់ជ័យស្ថិតនៅក្នុងភូមិថ្នល់ជ័យឃុំពពឹសស្រុកស្វាយអន្តរខេត្តព្រៃវែងនាព្រឹកថ្ងៃទី26ខែកក្កដាឆ្នាំ2026អាយុដំអភិសន្តិបណ្ឌិតសសុខាឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានមានប្រសាសន៍គូបញ្ជាក់ថាវិស័យសាសនាជាផ្នែកមួយដ៏សំខាន់ក្នុងការចូលរួមកសាងនិងអភិវឌ្ឍប្រទេសជាតិឲ្យមានការរីកចម្រើនប្រកបដោយចីរភាពអាយុដំអភិសន្តិបណ្ឌិតបន្ថែមថាសាសនាមិនត្រឹមតែជាទីសក្ការៈបូជានិងជាបង្អែកស្មារតីរបស់ប្រជាពលរដ្ឋប៉ុណ្ណោះទេប៉ុន្តែថែមទាំងជាជំរុកអប់រំសីលធម៌ចរិយាធម៌និងគុណធម៌សង្គមយ៉ាងសកម្មផងដែរអាយុដំបន្តថាការរីកចម្រើននៃវិស័យអាណាចក្រនិងពុទ្ធចក្រត្រូវដើរទន្ទឹមគ្នាជានិច្ចពីព្រោះថាសុខសន្តិភាពគឺជាគ្រឹះដ៏រឹងមាំដែលជួយឲ្យរាជរដ្ឋាភិបាលនិងសប្បុរសជននានាមានឱកាសកសាងសមិទ្ធផលនានាទាំងផ្លូវលោកនិងផ្លូវធម៌ជាក់ស្ដែងសមិទ្ធផលដែលបានសម្ពោធដាក់ឲ្យប្រើប្រាស់នៅថ្ងៃនេះគឺជានិមិត្តរូបនៃមហាកម្លាំងសាមគ្គីនិងទឹកចិត្តជ្រះថ្លារបស់សប្បុរសជននានាថ្នាក់ដឹកនាំនិងក្រុមការងារចុះមូលដ្ឋានស្រុកពុទ្ធបរិស័ទទាំងក្នុងនិងក្រៅប្រទេសសមិទ្ធផលទាំងនេះពិតជាបានរួមចំណែកដល់ការអភិវឌ្ឍវិស័យព្រះពុទ្ធសាសនានៅកម្ពុជានិយាយជារួមនិងដោយឡែកនៅក្នុងស្រុកស្វាយអន្តរខេត្តព្រៃវែងនេះប្រមុខក្រសួងមហាផ្ទៃបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្វាយអន្តរព្រះសង្ឃអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់គណៈកម្មការវត្តនិងប្រជាពលរដ្ឋទាំងអស់ដែលបានរួមសាមគ្គីគ្នាយ៉ាងសកម្មទាំងការដឹកនាំនិងការបរិច្ចាគថវិកាដើម្បីកសាងសមិទ្ធផលនានាបម្រើដល់វិស័យព្រះពុទ្ធសាសនាក្នុងទីអារាមនេះមុននឹងបញ្ចប់អាយុដំអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រីបានផ្ដល់អនុសាសន៍ផ្ដាំផ្ញើដល់អាជ្ញាធរដែនដីនិងកងកម្លាំងសមត្ថកិច្ចឲ្យបន្តយកចិត្តទុកដាក់ដោះស្រាយសំណុំពរប្រជាពលរដ្ឋជួយសង្គ្រោះគ្រោះមហន្តរាយមើលថែសុខទុក្ខគ្រួសារកងទ័ពនៅព្រំដែនពង្រឹងសន្តិសុខមូលដ្ឋានបង្ក្រាបបទល្មើសផ្សេងៗនិងជំរុញការប្រើប្រាស់សេវាសាធារណៈ Digital ជាមួយគ្នានេះអាយុដំអភិសន្តិបណ្ឌិតបានបន្តជំរុញឲ្យរួមគ្នាថែរក្សាសមិទ្ធផលនានាក្នុងវត្តរក្សាសាមគ្គីភាពនិងអនាម័យបរិស្ថានព្រមទាំងស្នើឲ្យមេដាបេដានិងលោកគ្រូអ្នកគ្រូយកចិត្តទុកដាក់អប់រំបណ្ដុះបណ្ដាលកូនចៅនិងសិស្សានុសិស្សឲ្យខិតខំរៀនសូត្រជាឆ្ងាយពីគ្រឿងញៀននិងអបាយមុខសូមបញ្ជាក់ថាសមិទ្ធផលដែលបានប្រារព្ធពិធីបុណ្យឆ្លងនាឱកាសនោះរួមមានឧបដ្ឋានសាលាចំនួន1ខ្នងកុដិ2ខ្នងផ្លូវបេតុងមេ3ខ្សែប្រវែង279ម៉ែត្រស្រះទឹកមួយកន្លែងព្រះពុទ្ធរូបប្រាសាទ3អង្គបន្ទប់ទឹក4ខ្នងមានចំនួន7បន្ទប់ចាក់ដីបំពេញទីធ្លាវត្តនិងទីសេនាសនៈកសាងរបងជុំវិញសាលារៀនសមិទ្ធផលទាំងនេះប្រើប្រាស់រយៈពេលកសាងចំនួន5ឆ្នាំនិងចំណាយថវិកាសរុប$596,724 អាមេរិក។